លោកតកែមើលទៅហាងកាទៀវនេះហើយដែលខ្ញុំធ្លាប់និយាយប្រាប់លោកតកែកាលពីមុននោះកាលនៅឆ្នាំនោះជីវិតរបស់ខ្ញុំគឺលំបាកណាស់បានតកែហាងនេះហើយដែលបានជួយខ្ញុំតកែមានអ្វីហូបទេសូមផ្ដល់អាហារដែលសល់ឲ្យខ្ញុំហូបផងបាទសូមចាំតិចណាហាងយើងចិត្តបិទហើយបងចង់ជួយអ្នកដទៃទៀតហើយមានទេអូនមើលចុះគ្នាឃ្លានណាស់ឲ្យបងមើលនឹងភ្នែកយ៉ាងម៉េចទៅហាងរបស់យើងមិនមែនជាកន្លែងធ្វើសប្បុរសធម៌ទេវាមិនអស់ប្រមាណទេបងប្រុសកាទៀវបានហើយសូមញ៉ាំចុះអរគុណហើយតកែណែយើងលុយនេះទៅទុកគ្រាន់តិចអីញ៉ាំកន្លងទៅយូរឆ្នាំហើយមិនដឹងថាតកែហាងនេះចាំខ្ញុំបានអត់ទៀតទេដល់ពេលញ៉ាំបាយហើយពួកយើងឆាប់ចូលទៅតកែហាងនេះតូចណាស់មិនស័ក្តិសមសម្រាប់តកែទេមានបញ្ហាអ្វីទៅខ្ញុំគិតថាហាងនេះល្អណាស់យ៉ាងហោចណាស់ហាងនេះគឺមានរសជាតិសប្បុរសធម៌តកែដាំមីពួកយើងពីរចានមកបានអង្គុយសិនចុះសូមអញ្ជើញតកែស្រីចុះតកែប្រុសវិញគាត់ទៅណាហើយគាត់ឈឺសម្រាប់នៅផ្ទះគាត់ឈឺមែនទេតែគាត់ឈឺអ្វីទៅកាលពី6ឆ្នាំមុនគាត់មានជំងឺដាច់សរសៃឈាមខួរក្បាលពេលនោះគាត់ក៏បានដួលពួកយើងក៏គ្មានលុយដើម្បីព្យាបាលគាត់ដែរតកែស្រីតើខ្ញុំអាចសុំជួបគាត់បានទេតើលោកស្គាល់ប្តីរបស់ខ្ញុំតកែស្រីគាត់គឺបានជួយខ្ញុំកាលពីឆ្នាំនោះគាត់ថែមទាំងឲ្យលុយខ្ញុំ$20ទៀតខ្ញុំមិនដែលភ្លេចគុណគាត់ទេតាមពិតទៅគឺជាលោកទេត្រូវខ្ញុំមានប្រាក់សន្សំតិចតួចសង្ឃឹមថាអាចជួយតកែប្រុសបានខ្លះអត់ទេខ្ញុំមិនអាចយកប្រាក់របស់លោកបានទេតកែស្រីសូមទទួលយកចុះនេះគឺជាទឹកចិត្តរបស់គេគេធ្វើនេះគឺត្រឹមត្រូវហើយប្តីរបស់នាងមានជំងឺយកលុយនេះទៅព្យាបាលចុះនៅឆ្នាំនោះប្តីរបស់ខ្ញុំបានជួយតាមបន្តិចបន្តួចទេលោកបែរជាមានទឹកចិត្តច្រើនយ៉ាងនេះសេចក្តីសប្បុរសមកគិតធំឬទូចទេ